អត់ធ្វើវីដេអូឯណាព្រោះអីគិតថាម្នាក់គេអាឡ័យតែដល់លេងចូលឆ្នាំអស់ហើយមានពីណាមកមើលទៀតតែក៏មានអ្នកខ្លះគាត់ឆាតមកសួរហេតុអីគាត់ឃើញវីដេអូចូលឆ្នាំអញ្ចឹងខ្ញុំក៏សម្រេចចិត្តតែធ្វើត្មងទៅនិយាយពីថាម្នាក់ស្វឹងអស់ហើយដោយសារផឹកតាំងពីព្រលឹមហីម៉ែណានាំគ្នាក្រោកធ្វើគ្រឿងក្លែមតាំងពីម៉ោង5កន្លះអីក៏អាសាម៉ែហើយផឹកហ្នឹងគឺផឹកឡើងជោគជាំហ្មងផឹកបែបកម្រិតធ្ងន់បែបអត់មានអីត្រូវនិយាយគុណនឹង10ខុសពីថ្ងៃធម្មតាដល់ដាក់បានស្វងម្នាក់ធុងបាសមួយនិយាយពីថានាំគ្នាមួលអើយមួលទៅដើមគ្នាសេរីមើលតែខ្លួនឯង DJ បើក YouTube សោះហ្នឹងណាសេរីលងចង់ផ្ទុះធុងបាសកំពុងផឹកមានអ្នកទេមកប្រាប់ថានៅខាងកើតភូមិអត់មានអ្នកវាយស្គរចឹងហើយខ្ញុំក៏ដឹកនាំកូនធីមដើម្បីទៅវាយស្គរឲ្យអ្នកភូមិរាំតែអត់មានអ្នករាំផងនឹងមានអ្នកអង្គុយស្ដាប់ធីមហ្នឹងមិនអន់ទេណាមិនចេះតែលួចឲ្យនឹងផឹកអីគឺចេះផ្នែកតន្ត្រីទៀតហើយនេះគឺទស្សនិកជនដែលនៅចាំស្ដាប់ការលេងតន្ត្រីរបស់ធីមខ្ញុំសំខាន់មានអ្នកចម្រៀងទៀតលយបដោយក្រោយពីទៅវ័យស្គរដៃបានមកសទុះមកខ្ញុំក៏ទៀមមកផ្ទះវិញចង់មកសារៈខ្លះហ្នឹងព្រោះអីវាផឹកពេកអស់កម្លាំងបាយក៏មិនទាន់បានស៊ីហើយក្រជូនមកផ្ទះណាមិនមកតាមមកម៉ូតូអីទេចាដូចក្បួនតាហែអញ្ចឹងត2 3ម៉ូតូទៅ4 5ម៉ូតូរឿងអីដែលថាមិនផ្អើភូមិសំខាន់ណាស់ដឹកយើងមកដល់ផ្ទះហើយយើងមិនទាន់បានចុះពីលើម៉ូតូស្រួលបួលផងហ្នឹងវានាំគ្នាគម្រាមយើងថាបើសិនជាមិនទៅផឹកតទៀតទេយប់នឹងបាច់ដេកទេវានឹងនាំគ្នាគប់ផ្ទះឲ្យឆ្កែព្រុសមកយប់តភ្លឺហើយខ្ញុំក៏លឺអញ្ចឹងមានហ៊ានចូលផ្ទះទេខ្លាចអ្នកផ្ទះអត់បានដេកដោយសារតែយើងអញ្ចឹងមានតែសម្រាប់ចិត្តដើរតាមគេទៀតអូយវេទនាយ៉ាងនេះឥឡូវខ្ញុំយល់ច្បាស់ហើយថាខ្ញុំមិនមែនជានារីសំណាងទេខ្ញុំគឺជានារីសាច់កម្មវិញទេនេះនាំគ្នាទៅលេងចុងកាលតែជិះទៅដល់ជើងទៀនមេឃភ្លៀងកដាផ្លូវឥឡូវនាំគ្នាចុះចតសិនព្រោះអីភ្លៀងខ្លាំងដែរសំខាន់ឈប់ឡើងណាផឹកតឡើងនឹងពិតជាមិនធម្មតាមែនផឹកមែនចង់សម្រាកក៏អត់កើតដែរឃើញវាមានអាអ្នកចាំប្រអកអញ្ចឹងទៀតហើយយើងនឹងវិញអញ្ចឹងទៀតឲ្យតែបានប្រុសប្រអកទៅបីទៅលេងរួចក៏ប្រឹងលេបដែរក្រោយពីមេឃចាប់ផ្ដើមរាំងនៅភ្លៀងតិចយើងក៏នាំគ្នាចាប់ផ្ដើមបន្តដំណើរទៅមុខទៀតមិនមែនបន្តដំណើរទៅធ្វើការរស់ស៊ីអីដូចគេណាគឺបន្តដំណើរទៅរកកន្លែងផឹកហើយការបន្តដំណើររបស់យើងនឹងក៏បានទៅឆ្ងាយទេជិះផុតមកតែប្រហែលម៉ែត្រចូលមកកន្លែងទៀតដាក់តទៀតនៅភូមិគេនៅហ្នឹងហើយអ្នកភូមិគេនេះកាន់ខ្ទះដើរប៉ាត់មុខយោអញ្ចឹងមកផឹកនៅភូមិហ្នឹងតតារាំងភ្លៀងស្រួលបួលបើនាំគ្នាបន្តដំណើរចេញទៅសក្រាននៅចុងកាល់ហើយទៅរំទៅដល់ទីតាំងនិយាយពីថារាប់ម៉ោងដោយសារតែតាមផ្លូវវាមានបរះអ្នកចាំលេងច្រើនហើយអត់មានបរះណាដែលថាអត់ស្គាល់ខ្ញុំទេស្គាល់គ្រប់តែទាំងអស់ហើយគេខំហៅចានិហើយយើងមិនឈប់យ៉ាងម៉េចមកបរះមកកំប៉ុងមកបរះមកកំប៉ុងខ្ញុំនេះឡងចិត្តងាប់អីសឹងថាគ្មានជីវិតទៅដល់ទីតាំងឯមើលទៅទីបំផុតបានមកដល់សក្រានចុងកាល់ហើយចាទៅរំដល់លឹងល្ងាអ្នកដែលតែងច្រឡំថាចុងកាល់នឹងស្រីស្នំជាខេត្តតែមួយមែនទេណាទោះបីវាជាប់គ្នាមែនប៉ុន្តែវាគឺខេត្តផ្សេងគ្នាចុងកាល់គឺឧត្តរមានជ័យស្រីស្នំខេត្តសៀមរាបហើយម្ដងនេះឃើញថាមានអ្នកស្គាល់ច្រើនគួរសមដែរចាព្រោះឃើញមុខខ្ញុំភ្លាមម្នាក់គឺបបួលផឹកយោហ្មងគឺទៅអាពេលយើងធ្វើអំពើអាក្រក់ណាគេស្គាល់ច្រើនម្លេះបើធ្វើអំពើល្អផាច់ជាមិនស្គាល់ទេនេះតែយ៉ាងណាក៏អរគុណដែរដែលនៅតែមើលខ្ញុំស្គាល់ទាំងដែលខ្ញុំលឹងសម្មាំប៉ាត្រូវទឹកភ្លៀងផងអីផងហើយយើងផឹកតាំងពីព្រលឹមមកគិតមើលទៅមានតែសំណំអីមុខឡើងដូចឆ្កែធ្លាក់ទឹកម្នាក់ហើយពួកយើងក៏នៅរាំលេងនៅនឹងរហូតដល់ម៉ោង6កន្លះបាននាំគ្នាត្រឡប់មកផ្ទះវិញត្រឡប់មកងូតទឹកដូរខោអាវចេញមកសាដើម្បីទៅបន្តមកកន្លែងទៀតនៅយប់នេះ